បាទសួស្តីទាំងអស់គ្នាអញ្ចឹងបាទយើងចូលទៅចំណុចបន្តទៀតគឺការកំណត់ក្បាលទំព័រហើយនឹងបាតទំព័របាទឬក៏យើងហៅថាជើងទំព័រដែលយើងហៅថា header ហើយនិង footer បាទចឹងជាទូទៅយើងឃើញក្បាលទំព័រហើយនិងបាតទំព័រហ្នឹងនៅលើសភៅពុម្ពបាទហើយគេដាក់ឈ្មោះគេដាក់សាលាជាមួយអ្នកនិពន្ធឬក៏ទំព័រទី1រហូតដល់ទំព័រទី100ជាង200ជាងហ្នឹងអញ្ចឹងដើម្បីកំណត់វាយើងចុចទៅលើ header បាទ insert header បន្តមកទៀតបងប្អូនគ្នាឃើញពុម្ពគំរូជាច្រើនឬក៏ mode ជាច្រើនយើងជ្រើសរើស mode ណាមួយហើយយើងចាប់ដើមសរសេរមកបាទសរសេរក្បាលទំព័ររបស់យើងឧទាហរណ៍ខ្ញុំដាក់ឈ្មោះរបស់ខ្ញុំហើយបន្តមកទៀតបាទគឺយើងចុចឲ្យចំកណ្ដាលស្លឹកឯកមកទាំងអស់គ្នានឹងឃើញមានក្បាលទំព័របាទមានឈ្មោះក្បាលទំព័រហ្នឹងគឺយើងបង្ហាញគ្រប់ទំព័រទាំងអស់គ្រប់ស្លឹកទាំងអស់បាទនៅពេលដែលយើងដាក់ក្បាលទំព័រតែមួយស្លឹកទេប៉ុន្តែវាចេញគ្រប់ទំព័រទាំងអស់បាទហើយមួយទៀតគឺយើងកំណត់ footer អញ្ចឹង insert footer បាទយើងបាទជ្រើសរើស footer ណាមួយមកបាទលេខទំព័រណាមួយមកបាទអញ្ចឹងឧទាហរណ៍យើងយកទំព័រ PG ហើយលេខ4នេះអញ្ចឹងវានឹងចេញ PG ហើយទំព័រទី1ទី2ទី3ទី4រហូតដល់គ្រប់ស្លឹកទាំងអស់បាទអញ្ចឹងអានេះគឺជាការកំណត់បាតទំព័របាទបាតទំព័រណាអញ្ចឹងគឺបាតទំព័រពីច្រើនគឺយើងដាក់ជាលេខរៀងបែបហ្នឹងបាទបន្តមកទៀតយើងអាច design វាដោយយើងយក page number ហើយយើងចង់កំណត់វាណាចង់កំណត់វាឲ្យទំព័រនោះចេញឆ្វេងដើមលើក្រោមអីហ្នឹងយើងអាចកំណត់នៅកន្លែងpage number នឹងបានបាទអញ្ចឹងឬក៏យើងអាចបាទជ្រើសរើសយក format page number ដើម្បីកំណត់ខ្លួនឯងបាទឬក៏យើងយកប៊ូតុងហ្នឹងខាងក្រោមឲ្យចេញលេខ7ហើយចេញ page តាមក្រោយក៏បានដែរណាអាហ្នឹងគឺការ design page number អញ្ចឹងកន្លែង header របស់យើងហ្នឹងក៏យើងអាចធ្វើការ design វាម្ដងទៀតបានដែរគឺបាទគឺដាក់ជាពណ៌ក៏បានណាបាទហើយកន្លែងពណ៌ហ្នឹងយើងអាចដាក់ជាឈ្មោះរបស់យើងទៅបាទណាបាទយើងអាចទាញទៅឆ្វេងទៅស្ដាំឬក៏ទាញកាត់ទៅលើបន្តិចក៏បានដែរណាកន្លែងហ្នឹងបាទអញ្ចឹងនេះបាទយើងឃើញមានពណ៌ហើយមានឈ្មោះheader របស់យើងគ្រប់ស្លឹកទាំងអស់គ្រប់ទំព័រទាំងអស់បាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងបាទសូមអរគុណ